គម្រោងចិញ្ចឹមបំប៉នគោយកសាច់លក្ខណៈគ្រួសារចំនួន7ក្បាលគម្រោងនេះយើងសិក្សាទៅលើទីតាំងដែលបានចិញ្ចឹមនៅស្រុកមុខកំពូលខេត្តកណ្ដាលដោយចិញ្ចឹមដាក់នៅក្នុងក្រោលទំហំក្រោល14ម៉ែត្រគុណ25ម៉ែត្រតម្លៃសាងសង់អស់ចំនួន8លាន40ម៉ឺនរៀលដោយដាក់ដងស៊ីតេ8ទៅ10ម៉ែត្រការ៉េក្នុងគោមួយក្បាលត្រូវការកន្លែងគោដេកនិងងាយស្រួលស្រោចទឹកគោទីកន្លែងប្រមូលទិញគោយកមកចិញ្ចឹមបំប៉ននៅក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំស្ថានភាពគោដែលយកមកចិញ្ចឹមពូជគោខ្មែរឬគោទន្លេពូជគោកាត់ប្រាម៉ាន់ឬហារីយ៉ាណាទម្ងន់គោយកចូល420ទៅ430គីឡូក្រាមអាយុចន្លោះពី2ទៅ4ឆ្នាំតម្លៃទិញគោចូល12,500រៀលទៅ12,700រៀលនៅក្នុង1គីឡូក្រាមចំនួនគោចិញ្ចឹមក្នុងមួយវត្តដាក់ចំនួន7ក្បាលចំនួនវត្តក្នុងមួយឆ្នាំគឺយើងអាចចិញ្ចឹមបាន3ដងសរុបចំនួនគោ21ក្បាលចំពោះគម្រោងថវិកាសម្រាប់ចិញ្ចឹមគោចំនួន7ក្បាលគម្រោងប៉ាន់ស្មានគឺចំណាយអស់ប្រហែល40លានរៀលដោយទុនទាំងអស់នេះបងប្អូនអាចមានដោយខ្លួនឯងឬក៏បងប្អូនអាចត្រូវការទុនពីមិត្តភ័ក្តិឬក៏ដៃគូសហការផ្សេងៗរយៈពេលចិញ្ចឹមគឺយើងប្រើរយៈពេល90ថ្ងៃហើយទម្ងន់អាចកើនឡើង1គីឡូកន្លះក្នុងមួយថ្ងៃចំណីសម្រាប់ការចិញ្ចឹមបំប៉នគោយកសាច់យើងប្រើកាកស្រាបៀរលេខជាមួយដំឡូងចំណីសត្វម៉ាក DK CK CX 168ដំឡូងសម្ពូលលូនពុំមានការផ្ដល់ស្មៅជាចំណីនោះទេការចិញ្ចឹមដោយស្មៅធំធាត់យឺតសាច់ស្រាលនិងមានសារល្អិតការប្រើចំណីជាទូទៅគឺលេខកាកស្រាបៀរ2ភាគជាមួយដំឡូងចំណី1ភាគប្រសិនបើចង់ឲ្យគោឆាប់ធំធាត់និងមានសាច់ហាប់ធ្ងន់គឺលេខស្មើភាគរវាងកាកស្រាបៀរនិងដំឡូងចំណីប៉ុន្តែការអនុវត្តដូចនេះនឹងធ្វើឲ្យចំណាយកើនខ្ពស់គោមួយក្បាលប្រើចំណីចំនួន7គីឡូក្រាមក្នុងមួយថ្ងៃដោយដាក់2ដងក្នុងមួយថ្ងៃតម្លៃចំណីបច្ចុប្បន្នកាកស្រាបៀរមួយបាវទម្ងន់50គីឡូក្រាមតម្លៃ 15,000 រៀលដំឡូងមួយបាវទម្ងន់30គីឡូក្រាមតម្លៃ 42,000 រៀលចំពោះទីផ្សារវិញប្រសិនបើកាប់ខ្លួនឯងនិងបោះដុំឲ្យអ្នកលក់រាយនៅលើទីផ្សារនៅភ្នំពេញព្រៃវែងនិងកំពង់ចាមមិនខ្វះទីផ្សារឡើយគឺមានតម្រូវការជាប្រចាំយើងកាប់លក់ដោយខ្លួនឯងចំណេញច្រើនជាងលក់គោរស់ឲ្យឈ្មួញចំពោះតម្លៃវិញវាមិនប្រែប្រួលខ្លាំងនោះទេតម្លៃសាច់គោកាប់ដោយខ្លួនឯងនិងបោះដុំឲ្យអ្នកលក់រាយនៅតម្លៃក្នុងរដូវកាលធម្មតាលក់សាច់បោះដុំបានតម្លៃ 28,000 រៀលនៅក្នុង1គីឡូក្រាមនិងឆ្អឹង 10,000 រៀលនៅក្នុង1គីឡូក្រាមចំពោះតម្លៃក្នុងរដូវកាលដែលមានតម្រូវការខ្ពស់ឬខ្សត់គោចន្លោះពីខែមករាដល់ខែឧសភាលក់សាច់បោះដុំតម្លៃ 29,000 រៀលនិងឆ្អឹងតម្លៃ 11,000 រៀលនៅក្នុង1គីឡូក្រាមចំពោះតម្លៃលក់គោរស់ឲ្យឈ្មួញវិញលក់បានតម្លៃ 12,500 រៀលនៅក្នុង1គីឡូក្រាមទៅតម្លៃ 13,500 រៀលនៅក្នុង1គីឡូក្រាមចំពោះការកាប់ដោយខ្លួនឯងនិងបោះដុំចំណូលសរុបក្នុងគោមួយក្បាលយើងទទួលបានចំនួន 7,21,600 រៀលហើយយើងចំណាយនៅក្នុងគោមួយក្បាលវិញអស់ចំនួន 6,30,700 រៀលដូច្នេះក្នុងមួយក្បាលយើងអាចចំណេញបានចំនួន 90,900 រៀលចំពោះការលក់គោរស់ឲ្យឈ្មួញវិញចំណូលសរុបយើងទទួលបាន 6,93,700 រៀលហើយយើងចំណាយដដែលគឺចំណាយអស់ 6,30,700 រៀល
ដូច្នេះក្នុងមួយក្បាលយើងចំណេញបានត្រឹមតែ63,500 រៀលតែប៉ុណ្ណោះគឺយើងទទួលបានប្រាក់ចំណេញតិចជាងការកាប់ដោយខ្លួនឯងចំណាយនិងចំណូលលម្អិតពីការចិញ្ចឹមគោមួយក្បាលសម្រាប់កាប់ដោយខ្លួនឯងនិងបោះដុំនៅលើទីផ្សារចំណូលសរុបគឺយើងទទួលបាន7,216,000 រៀលនៅក្នុងគោមួយក្បាលបើយើងគិតសរុបចំនួនគោទាំង7ក្បាលគឺយើងទទួលបានប្រាក់ចំណូលសរុប50,51,2,000 រៀលចំពោះចំណាយសរុបវិញគឺយើងចំណាយអស់6,30,7,000 រៀលនៅក្នុងគោមួយក្បាលសរុបគោ7ក្បាលគឺយើងចំណាយអស់44,14,900 រៀលដូច្នេះយើងទទួលបានប្រាក់ចំណេញពីការលក់គោមួយក្បាលទទួលបាន90,9,000 រៀលចំនួនគោ7ក្បាលយើងទទួលបានប្រាក់ចំណេញ6,36,3,000 រៀលចំពោះការចំណាយលម្អិតបងប្អូនអាចវិភាគដូចបង្ហាញនៅក្នុងតារាងនេះបានឥឡូវយើងបង្ហាញអំពីចំណាយនិងចំណូលពីការចិញ្ចឹមគោសម្រាប់លក់គោរស់ឲ្យឈ្មួញវិញម្ដងដែលយើងទទួលបានប្រាក់ចំណូលពីការលក់គោមួយក្បាលបានចំនួន6,93,7,500 រៀលចំនួនគោ7ក្បាលទទួលបានសរុប48,56,2,500 រៀលចំណាយសរុបចំនួនគោ7ក្បាលអស់ចំនួន44,14,900 រៀលដូច្នេះយើងទទួលបានប្រាក់ចំណេញសរុបពីការលក់គោចំនួន7ក្បាលបានចំនួន4,41,3,500 រៀលនិន្នាការតម្លៃក្នុងរយៈពេល2ទៅ3ឆ្នាំចុងក្រោយនេះតម្លៃបោះដុំសាច់គោគឺចន្លោះពី 27,500 រៀលនៅក្នុង1គីឡូក្រាមទៅ 28,000 រៀលនៅក្នុង1គីឡូក្រាមនិងប្រភេទឆ្អឹងចន្លោះពី 8,000 ទៅ 10,000 រៀលនៅក្នុង1គីឡូក្រាមរីឯគោរស់តម្លៃចន្លោះពី 12,000 ទៅ 13,000 រៀលនៅក្នុង1គីឡូក្រាមហើយតម្លៃនេះគឺវាប្រែប្រួលឡើងឬចុះអាស្រ័យទៅលើតម្រូវការជាក់ស្ដែងនៅលើទីផ្សារចំណុចខ្លាំងអ្នកចិញ្ចឹមត្រូវមានការយល់ដឹងខ្ពស់មានបទពិសោធន៍ល្អនៅក្នុងការចិញ្ចឹមទីផ្សារមានវិសាលភាពធំសាច់គោប្រភេទនេះមានតម្រូវការខ្ពស់ងាយលក់និងមានតម្លៃល្អងាយចិញ្ចឹមអត្រាស្លាប់តិចគឺ 1% ទទួលបានប្រាក់ចំណេញសមរម្យមិនពិបាកក្នុងការដើររកចំណីងាយរកទិញដូចជាកាកស្រាបៀរនិងចំណីផ្សំពីដំឡូងមីផលិតក្នុងស្រុកដែលឈ្មួញដឹកយកមកលក់ដល់ទីកន្លែងចិញ្ចឹមចំពោះបញ្ហាប្រឈមវិញពុំមានទីកន្លែងចិញ្ចឹមផ្ទាល់ខ្លួនភាគច្រើនជួលដីគេដែលអាចប៉ះពាល់ដល់និរន្តរភាពនៃមុខរបរពុំមានការចិញ្ចឹមគោពូជគឺពឹងផ្អែកលើការដើរប្រមូលទិញគោស្គមពីប្រជាពលរដ្ឋដែលស៊ីមិនគ្រប់គ្រាន់ឬខ្វះការថែទាំយកមកចិញ្ចឹមបំប៉នដែលការប្រមូលទិញគោមានការលំបាកមានឈ្មួញដើរប្រមូលទិញច្រើនប្រកួតប្រជែងគ្នាពេលខ្លះត្រូវទៅទិញនៅខេត្តឆ្ងាយៗជិតព្រំដែនប្រទេសថៃរដូវភ្លៀងសត្វគោច្រើនមានជំងឺអុតក្តាមដែលទាមទារឲ្យមានការថែទាំហ្មត់ចត់ជារួមមកតាមការបញ្ជាក់របស់អ្នកចិញ្ចឹមការចិញ្ចឹមគោបំពន់យកសាច់នេះមិនដែលជួបបញ្ហាខាតបង់អ្វីធ្ងន់ធ្ងរឡើយដោយសារអ្នកចិញ្ចឹមអាចគ្រប់គ្រងបានទាំងចំណីនិងជំងឺម្យ៉ាងទៀតផ្អែកតាមនិន្នាការតម្លៃក្នុងរយៈពេល2ទៅ3ឆ្នាំចុងក្រោយនេះតម្លៃបោះដុំសាច់គោគឺមិនក្រោម 27,000 រៀលនៅក្នុង1គីឡូក្រាមនោះទេនិងតម្លៃឆ្អឹងគឺមិនក្រោម 9,000 រៀលនៅក្នុង1គីឡូក្រាមតម្លៃដែលអាចទទួលបានប្រាក់ចំណេញគឺសាច់តម្លៃចន្លោះពី 26,000 រៀលឡើងទៅនិងឆ្អឹងតម្លៃចាប់ពី 8,000 គីឡូក្រាមឡើងទៅ